ប្រជាពលរដ្ឋប្រមាណជា133គ្រួសារស្ថិតនៅក្នុងភូមិអូស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីកំពុងតែមានការប្រួយបារម្ភយ៉ាងខ្លាំងម្នាក់ភ័យអស់ញ័រដៃញ័រជើងហើយក្រោយពីមានប្រភពបែកធ្លាយមកថាអាជ្ញាធរកំពុងតែបំរុងរៀបចំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន34ក្បាលដីដែលមានទំហំ245.42ហិកតាទៅឲ្យបុគ្គលមួយរូបដែលជន់នៅលើទីតាំងដីដែលពួកគាត់កំពុងកាន់កាប់និងរស់នៅអាស្រ័យផលជាក់ស្ដែងជារៀងរាល់ថ្ងៃនេះអាយ៉ាបងប្អូនប្រិយមិត្តជាទីមេត្រីរឿងរ៉ាវបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋភាគច្រើនគឺគាត់រមែងរងទុក្ខវេទនាបាទប៉ុន្តែខ្ញុំគ្រាន់តែចាំពាក្យមួយម៉ាត់របស់ឯកឧត្តមម៉ុងរទ្ធីដែលឯកឧត្តមតែងតែលើកឡើងជារឿយៗថាសម្រាប់អ្នកក្រមួយបើមិនបានជួយអ្វីដល់គាត់ទេសូមកុំបំពេញទៅលើគាត់សូមកុំយកកម្មពៀជាមួយនឹងគាត់បាទបងប្អូនប្រិយមិត្តបាទនេះខ្ញុំគ្រាន់តែលើកឡើងអំពីប្រសាសន៍របស់ឯកឧត្តមម៉ុងរទ្ធីបាទដែលគាត់តែងតែលើកឡើងជារឿយៗពាក់ព័ន្ធទៅនឹងលោកអុកញ៉ាលោកជំទាវនិងអ្នកមានលួយមួយចំនួននៅក្នុងស្រុកខ្មែរយើងបាទក្នុងពេលនេះខ្ញុំបានសូមអនុញ្ញាតធ្វើការលម្អិតទៅនឹងសាច់រឿងនៅព័ត៌មានមួយនេះដើម្បីចែកជូនទៅដល់បងប្អូនប្រិយមិត្តទស្សនិកជនឲ្យបានជ្រាបជាព័ត៌មានពិតបាទក្នុងនៅស្រែកផលនៅថ្ងៃនេះបានមកជួបបងប្អូនទាំងអស់គ្នាដែលមានពលធំលោកធំណាទេពួកខ្ញុំអត់ដឹងទេដោយសារគាត់មកធ្វើក្នុងរឹងមកគ្រប់រដប់លើដីពួកខ្ញុំហើយពួកខ្ញុំទាំងអស់គ្នានេះរស់នៅអ្នកខ្លះ4-10ឆ្នាំហើយគាត់8ឆ្នាំរស់នៅតគ្នាបាទហើយអ្នកខ្លះបានដល់20ម៉ែត្រសម្រាប់រស់នៅហ្នឹងហើយដល់ពេលគាត់មកគ្រប់រដប់យើងជាពលរដ្ឋសូមឋានៈដឹកនាំជួយដោះស្រាយផងហើយជាក់ស្ដែងឲ្យមន្ត្រីរយុទ្ធធរចុះមកជាក់ស្ដែងមកតែសម្បែងធ្វើគ្រប់គ្នាអស់ហើយអត់មានថាតាមមានផលប្រយោជន៍មានគ្រប់គ្នាអស់ហើយបានចាំចោលទីជួយសូមតែជួយដោះស្រាយឲ្យពួកខ្ញុំផងចាយលេខតយោងតាមសេចក្តីរាយការណ៍មួយបានឲ្យសារព័ត៌មានយើងដឹងនៅថ្ងៃទី26ខែមេសាឆ្នាំ2025ម្សិលមិញនេះថាការតន្ទឹងរង់ចាំដំណោះស្រាយពីថ្នាក់ដឹកនាំក្នុងខេត្តមណ្ឌលគិរីដោយជាខាងជំនាញនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តមណ្ឌលគិរីជាច្រើនឆ្នាំកន្លងមកហើយនេះក៏ប៉ុន្តែហាក់បីដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងយ៉ាងចឹងដែរគណៈពេលដែលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋសរុបចំនួនរហូតដល់133គ្រួសារបានដាក់ទៅដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាលពីមុនចូលឆ្នាំមកម្លេះនោះនៅក្នុងនោះផងដែរនេះខុទ្ទកាល័យក៏បានចារបញ្ជូនទៅកាន់រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីធ្វើការចោះត្រួតពិនិត្យសារឡើងវិញទន្ទឹមទៅនឹងពាក្យបណ្ដឹងរបស់ពួកគាត់ដែលបានដាក់ចូលទៅហើយនោះដោយមិនទាន់មានដំណោះស្រាយណាមួយជូនទៅកាន់ពួកគាត់នោះឡើយតែបែរជាប្រមាណថ្ងៃចុងក្រោយនេះមានប្រភពព័ត៌មានបែកធ្លាយនិយាយតគ្នាថាមានការបំរុងរៀបចំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន34ក្បាលដីដែលមានទំហំសរុបប្រមាណជា245.42ហិកតាតែឲ្យបុគ្គលមានលុយមានអំណាចមួយរូបដែលមានទីតាំងស្ថិតនៅក្នុងភូមិអូស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីពលគឺជាចំណុចភូមិឃុំទីតាំងខាងលើនេះគឺសង្ស័យថាបានជន់ទៅលើទីតាំងដែលពួកគាត់កំពុងតែកាន់កាប់និងរស់នៅអាស្រ័យផលជាក់ស្ដែងដូចក្នុងពេលសពថ្ងៃនេះដោយក្តីសង្ឃឹមរបស់ពួកគាត់ទាំង133គ្រួសារបានផ្ញើទំនុកចិត្តនិងភាពជឿជាក់ទាំងស្រុងទៅលើខាងអធិការកិច្ចនៃក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ដែលលោកនឹងចុះមកបើកផ្ទាំងវាំងននខ្មៅរកមុខម្ចាស់ដីពិតប្រាកដជូនទៅកាន់ពួកគាត់ជាក់ជាមិនខាននោះឡើយគឺមិនដូចជាការលើកឡើងនៅតាមតុកខ្វេទេដែលបានលើកឡើងថាអ្នកមានលុយមានអំណាចគឺបានប្លង់ហើយរីឯប្រជាពលរដ្ឋក្រីក្ររហែងរហាមគ្មានលុយវិញគឺបានត្រឹមតែកាប់បំពង់រងចាំទឹកភ្លៀងតែប៉ុណ្ណោះឬមួយក៏រងចាំតែទឹកភ្នែកតែប៉ុណ្ណោះនេះគ្រាន់តែជាការលើកឡើងនៅវេទិកាតុកកាហ្វេតែប៉ុណ្ណោះឯងយោងទៅតាមប្រជាពលរដ្ឋខាងលើបានឲ្យអង្គភាពសារព័ត៌មានយើងដឹងបន្ថែមទៀតថាបើយោងតាមឯកសារសេចក្តីជូនដំណឹងអំពីទីស្តីការគណៈរដ្ឋមន្ត្រីលេខ38សចនកឆដែលបានចុះហត្ថលេខានឹងបោះត្រាដោយលោកខុយខុនហួរដែលជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការដែលជារដ្ឋលេខាធិការដោយនៅថ្ងៃប្រហោះ8កើតខែមិញ
ឆ្នាំជូតទស័កពុទ្ធសករាជ2564ត្រូវនឹងថ្ងៃទី21ខែមករាឆ្នាំ2021កន្លងទៅឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបជូនទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអតីតកាន់តំណែងដោយឯកឧត្តមវែងសុខុននិងផ្ញើជូនអតីតឯកឧត្តមស្វាយសំអៀងដែលជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីដោយកម្មវត្ថុករណីរំលោភកាន់កាប់ដីសម្បត្តិសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Rujisan LS Group Co Ltd ក្រុមហ៊ុន Holding Cambodia International Insurance ដីចំការស្រាលរដ្ឋនិងដីចំការស្រាលរុក្ខទេវជាតិសេចក្តីដែលមានចែងនៅក្នុងកម្មវត្ថុនិងយោងខាងលើរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមឲ្យបានជ្រាបថាករណីរំលោភកាន់កាប់ដីសម្បត្តិសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Rujisan LS Group Co Ltd ក្រុមហ៊ុន Holding Cambodia International Insurance ដីចំការស្រាលរដ្ឋនិងដីចំការស្រាលរុក្ខទេវជាតិនៅខេត្តមណ្ឌលគិរីរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម 1. រដ្ឋបាលខេត្តត្រូវចេញលិខិតនរាយណ៍លើលិខិតទាំងឡាយណាដែលចេញដោយអាជ្ញាធរភូមិឃុំស្រុកខេត្តមានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមកនិងត្រូវចេញដីកាដកហូតដីទាំងនោះមកជាសម្បត្តិរដ្ឋវិញ 2. រដ្ឋបាលខេត្តត្រូវសហការគ្នាជាមួយនឹងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទពិនិត្យមើលលើចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធទៅនឹងការរៀបចំឯកសារក្លែងចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរងទទឹងឬពុំព្រមអនុវត្តស្របតាមវិធានការនានាដែលអាជ្ញាធរដាក់ចេញកន្លងមកនោះក៏ប៉ុន្តែមួយរយៈពេលកន្លងមកថ្មីនេះបានបែកធ្លាយប្រភពព័ត៌មានមួយមកថាចំណុចទីតាំងខាងលើនេះត្រូវបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន34ក្បាលដីដែលមានទំហំប្រមាណជា 245.42 ហិកតាដែលគេសង្ស័យថាមានម្ចាស់ឈ្មោះលោកឈៀងប៉ាក់សួរដែលពលរដ្ឋចំនួន133គ្រួសារកំពុងតែមានការព្រួយបារម្ភដេកមិនលក់បក់មកហើយម្នាក់ញ័រអស់ដៃជើងដែលពួកគាត់បារម្ភថាទីតាំងចំនួន34ក្បាលដីខាងលើនេះពួកគាត់សង្ស័យថាពិតជាត្រួតស៊ីគ្នាទាំងស្រុងហើយជុំវិញនៃអង្គភាពសារព័ត៌មានយើងមុននឹងការចុះផ្សាយពាក់ព័ន្ធទៅនឹងករណីខាងលើនេះនៅព្រឹកថ្ងៃទី26ខែមេសាឆ្នាំ2025អង្គភាពសារព័ត៌មានយើងក៏បានធ្វើការទំនាក់ទំនងទៅកាន់លោកលឹមច័ន្ទសុភីដែលជាប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តមណ្ឌលគិរីតាមរយៈប្រព័ន្ធ Telegram ដើម្បីរាយការណ៍ជូនទៅលោកក៏ដូចជាសូមព័ត៌មានបន្ថែមទៀតអំពីលោកដែលលោកបានឆ្លើយតបមកកាន់អង្គភាពសារព័ត៌មានយើងយ៉ាងខ្លីថាចាំគាត់មកមើលឯកសារសិនចុងក្រោយនេះប្រជាពលរដ្ឋចំនួន133គ្រួសារសូមលើកដៃសំណូមពរតាមរយៈអង្គភាពសារព័ត៌មានយើងសូមស្នើសុំទៅដល់ឯកឧត្តមថងសវណ្ណដែលជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនៅក្នុងអាណត្តិទី7នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងសូមសំណូមពរទៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ដែលជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាពិសេសនោះគឺពួកគាត់សូមសំណូមពរក៏ដូចជាគោរពទៅដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃកម្ពុជាសូមសម្ដេចលោកបានជ្រាបនិងចាត់ឲ្យក្រុមអធិការកិច្ចចម្រុះចុះមកត្រួតពិនិត្យភាពជាក់ស្ដែងនៅចំណុចទីតាំងដែលអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយដែលមានខ្លឹមសាររៀបរាប់ដូចខាងលើនេះដោយក្តីគោរពស្រឡាញ់ពីប្រជាពលរដ្ឋដោយក្តីអនុគ្រោះផងចុះជាចុងក្រោយនេះអង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជាពិតពីសង្គមជូនដំណឹងទៅដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើយ៉ាងណារីកគុណក្នុងនៃស្ថាបនាពុំមានចេតនាណាមួយនៅក្នុងការជន់ពន្លិចស្ថាប័នណាមួយនោះឡើយអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំធ្វើការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធជារៀងរាល់ម៉ោងធ្វើការទៅតាមច្បាប់ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាតំណាងឲ្យប្រជាពលរដ្ឋជាង200គ្រួសារដែលមានរស់នៅនៅភូមិអូស្ពានកាត់វាមានជ័យក្រុងខេត្តមណ្ឌលរំខេត្តមណ្ឌលគិរីពួកខ្ញុំថ្ងៃនេះមកជួបជុំគ្នាដើម្បីសុំអំបរទូលអំបរដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតឲ្យជួយដោះស្រាយរឿងដីធ្លីពួកនាងខ្ញុំផងដោយសារប្រជាជននៅទីនេះពីមុនអភិបាលខេត្តរងគាត់បានអញ្ជើញពួកខ្ញុំទៅដោះស្រាយជា3-4លើកហើយប៉ុន្តែថ្មីនេះមានអ្នកធំខ្ញុំមកពីណាទេខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេលើថាប៉ាក់សួរខ្ញុំអត់ដឹងថាគាត់ពីណាហើយទៅចេញខ្លាំងរឹងលើដីប៉ះពាល់ដល់ដីពួកខ្ញុំហើយខ្លួនមកដោះស្រាយមានផ្ទះមានស្បែកមានបានកម្មផល
វាមានផ្ទះមានស្បែងគ្រប់គ្នាហើយចាជា7ឆ្នាំកន្លងមកហើយដែលពួកខ្ញុំមកអាស្រ័យផលនៅទឹកដីនេះប៉ុន្តែសូមឲ្យសម្ដេចជួយរកយុត្តិធម៌ឲ្យពួកខ្ញុំផងមានដីតែទូច5 ម៉ែត្រ 10 ម៉ែត្រទេ